ស្ដីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានផ្លែគុយផ្លែកាពីងរាជនេះគុយស្រុកខ្មែរហើយនឹងម្ដាញកាពីងរាជនឹងកពឹសជៀនដែលទឹមជៀនហើយឆ្អិនថ្មីមានដាក់ក្រូចឆ្មាអំបិលម្រេចមកមានរសជាតិឆ្ងាញ់ជំរឿផ្លែគុយខ្ញុំហូបឆ្ងាញ់ណាស់ក្លិនវាមានរសជាតិដូចធម្មជាតិចឹងណាហូបបាត់ភ្នែកឲ្យសម័យមើលមានរសជាតិឆ្ងាញ់មែនតើឆ្ងាញ់គឺប្រឡាក់ពិតទៅเป็นប្រឡាក់ខ្ញុំភ្លក់ផ្លែគុយអូហើយមកដេញចត់តិចជូរតិចហើយមានជាតិផ្អែមជាតិហឹរដែលយើងប្រឡាក់ហ្នឹងឆ្ងាញ់ណាស់ញ៉ាំម្ដងហើយចង់ញ៉ាំទៀតមកញ៉ាំកាពីងរាជឆ្ងាញ់ណាស់ស្រស់មានជាតិចាត់ជូរហឹរអរិយកាពីងរាជស្រឡៃបងប្អូនរបស់ដែលយើងចូលចិត្តញ៉ាំនៅពេលដែលបានញ៉ាំមានសេចក្តីសុខជាមួយខ្ញុំចូលចិត្តក្របមើលក្របវាមានជាតិមកឆ្ងាញ់មែនយកសាច់ជ្រូកសាច់គោមកដូរក៏មិនដូរដែរឆ្ងាញ់ណាស់បងប្អូនហើយនេះកពឹសជៀនកពឹសហ្នឹងដាក់កាមទលេងស្រុកខ្មែរដាក់យកមកនេះជៀនជាលើកទី2នៅសល់តែមួយលើកទៀតអស់ហ่ะស្ដាប់សំឡេងស៊ីនម្សៅនេះខ្ញុំទិញមកស្រួយល្អស្រួយស្រាប់ឆ្ងាញ់ណាស់ញ៉ាំម្ដងហើយចង់ញ៉ាំម្ដងទៀតអូខេបាយបាយ